សូមជូនរឿងប្រែតញីឈ្មោះឧត្តរមេដាទោសនៃការដាក់បណ្ដាសាកូនរបស់ខ្លួនសម័យមួយព្រះកង្ខារេវតត្ថេកំពុងសម្រាកនៅក្នុងវេលាថ្ងៃក្បែរឆ្នេរទន្លេគង្គាពេលនោះមានប្រែតញីមួយរូបសម្បុរអាក្រក់ឃើញគួរឲ្យខ្លាចមានសក់វែងដល់ដីអាក្រាតកាយខ្លួនទៅទេបានយកសក់របស់ខ្លួនបិទបាំងកាយដើរចូលទៅរកព្រះថេរៈហើយនិយាយត្អូញត្អែថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនចាប់តាំងពីខ្ញុំធ្វើមរណកាលមកចំនួន55ឆ្នាំហើយមិនបានបរិភោគអាហារឬផឹកនៅទឹកសោះឡើយខ្ញុំស្រេកទឹកខ្លាំងណាស់សូមលោកម្ចាស់ឲ្យទឹកដល់ខ្ញុំបករណាបានផឹកផងព្រះកង្ខារេវតត្ថេតបថាទន្លេគង្គានេះមានទឹកត្រជាក់ហូរអំពីភ្នំហិមពៀនមកចូលនាងទៅផឹកនៅទឹកនៅក្នុងទន្លេនោះទៅហេតុអ្វីមកសុំទឹកពីអាត្មាធ្វើអ្វីប្រែតញីតបថាបបិទ្ធលោកម្ចាស់ខ្ញុំដងទឹកទន្លេនេះហើយតែផឹកមិនកើតព្រោះទឹកនោះคล้ายទៅជាឈាមនៅក្នុងពេលដែលខ្ញុំដងឡើងអាស្រ័យហេតុនេះសូមលោកម្ចាស់ឲ្យទឹកខ្ញុំផឹកផងព្រះថេរៈសួរថានាងបានធ្វើកម្មអាក្រក់ដូចម្ដេចដោយកាយវិការចិត្តពីជាតិមុនទើបមកជាតិនេះមានផលវិបាកដូច្នេះប្រែតឆ្លើយថាកាលពីពុព្វជាតិខ្ញុំមានកូនប្រុសម្នាក់ឈ្មោះឧត្តរៈជាឧបាសកនិងមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាខ្ញុំជាមនុស្សកំណាញ់មិនចង់ឲ្យខាតបង់ទ្រព្យសម្បត្តិកូនខ្ញុំបានឲ្យចៃវរៈបណ្ឌបាតគិលានភេទជ្ជៈនិងសេនាសនៈចំពោះសមណៈទាំងឡាយពេលនោះសេចក្តីកំណាញ់រូបរិទ្ធចិត្តរបស់ខ្ញុំបណ្ដាលឲ្យមានសេចក្តីក្រោធញាប់ញ័រជេរប្រតិចដាក់បណ្ដាសាកូនថាមនាលឧត្តរៈចៃវរៈបច្ច័យជាដើមនោះជួកាត់ទៅជាឈាមដល់ឯងនៅក្នុងបរលោកចុះព្រោះផលនៃកម្មនេះទើបទឹកទន្លេគង្គានេះคล้ายកាត់ជាឈាមដល់ខ្ញុំព្រះថេរៈមានសេចក្តីអនុគ្រោះបានជួយប្រែតនោះឲ្យរួចចាករំដោះបាបកម្មរបស់ខ្លួនទៅរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា